សហរដ្ឋអាមេរិកកាលពីថ្ងៃពុធជំរុញឲ្យពលរដ្ឋខ្លួនក្នុងប្រទេសអ៊ីរ៉ង់ចាកចេញពីប្រទេសនេះជាបន្ទាន់បន្ទាប់ពីដែនអាកាសអ៊ីរ៉ង់មួយចំនួនបើកជើងហោះហើរឡើងវិញគិតត្រឹមថ្ងៃទី21ខែមេសាយោងតាមសារព័ត៌មានទួរគី Anadolu ផ្សាយថ្ងៃទី22ខែមេសាឆ្នាំ2026សេចក្តីជូនដំណឹងពីការធ្វើដំណើរបានអំពាវនាវឲ្យពលរដ្ឋអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ព័ត៌មានថ្មីៗនិងពិគ្រោះជាមួយក្រុមហ៊ុនអាកាសចរពាណិជ្ជកម្មសម្រាប់ជើងហោះហើរដែលពួកគេអាចរកបានទោះបីយ៉ាងណាសម្រាប់អ្នកដែលមិនអាចហោះហើរបានសេចក្តីថ្លែងការណ៍ក៏បញ្ជាក់ពីជម្រើសធ្វើដំណើរទៅតាមព្រំដែនគោកតាមរយៈប្រទេសអាមេនីទួរគីនិងតូម៉ានីស្ថានខណៈព្រំដែនគោករបស់ប្រទេសអាហ្សាប៊ៃយ៉ាននៅតែបិទសម្រាប់ចរាចរណ៍និងត្រូវការយល់ព្រមពីរដ្ឋាភិបាលជាមុនសេចក្តីថ្លែងការណ៍ខាងលើព្រមានថាពលរដ្ឋអាមេរិកមិនគួរធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានអ៊ីរ៉ាក់ឬតំបន់ព្រំដែនប៉ាគីស្ថានអ៊ីរ៉ង់ទេអាជ្ញាធរអ៊ីរ៉ង់អាចរារាំងការចាក់ចេញឬដាក់ថ្លៃចេញលើជនជាតិអាមេរិកមិនតែប៉ុណ្ណោះរបាយការណ៍រំលឹកដល់ជនជាតិអាមេរិកអ៊ីរ៉ង់ដែលមានសញ្ជាតិពីរថាអ៊ីរ៉ង់មិនទទួលស្គាល់សញ្ជាតិពីរទេជនជាតិអាមេរិកនៅអ៊ីរ៉ង់ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការសួរចម្លើយការចាប់ខ្លួននិងការឃុំខ្លួនយ៉ាងណាអ្នកដែលមិនអាចចាក់ចេញណែនាំឲ្យជ្រកកោននៅនឹងកន្លែងនិងនៅឲ្យឆ្ងាយពីបង្អួចកញ្ចក់គូបញ្ជាក់ថាបទឈប់បាញ់រយៈពេលពីសប្តាហ៍អាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់ត្រូវបានពង្រីកនៅថ្ងៃអង្គារបន្ទាប់ពីមានសំណើពីនាយករដ្ឋមន្ត្រីនិងមេបញ្ជាការកងទ័ពប៉ាគីស្ថានដោយឡែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកឡើងថាបទឈប់បាញ់នឹងនៅតែមានសុពលភាពរហូតដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដាក់សំណើថ្មីដើម្បីបញ្ចប់ជម្លោះដែលលេបត្របាក់តំបន់ទាំងមូលរួមទាំងប្រទេសក្នុងឈូងសមុទ្រផងដែរ